Năm nayជំរាបសួរលោកគ្រូសួស្តីដល់អ្នកទាំងអស់គ្នាចំពោះវីដេអូនេះគឺយើងតពីវីដេអូមុនចំពោះវីដេអូនេះយើងនិយាយតាក់ទងជាមួយនឹងរបៀប install package តាមរយៈ online ហើយនិង offline អញ្ចឹងចូលមកដល់យើងសូមតេស្តតាក់ទងជាមួយនឹង comment offline របស់យើងតាក់ទងជាមួយនឹង RPM អញ្ចឹងដំបូងខ្ញុំសូមមកតេស្តថានៅក្នុង local machine របស់ខ្ញុំមានអីខ្លះអញ្ចឹងខ្ញុំប្រើ RPM QA មកអញ្ចឹងយើងធ្វើការ check អានេះយើងមាន package មួយចំនួនដែលយើងធ្វើការ install ហើយនឹងមួយចំនួននៅក្នុង repo របស់ local machine របស់យើងអញ្ចឹងខ្ញុំធ្វើការ check ទៅលើថាវាថា net របស់វាមានអត់អញ្ចឹងខ្ញុំប្រើ command rpm ដដែលមក rpm QA ហើយធ្វើការ grab telnet អញ្ចឹងទៅលើនេះយើងមាន telnet 2មាន telnet ធម្មតានិង telnet server អញ្ចឹងដើម្បីខ្ញុំចង់ធ្វើការលុប telnet របស់យើងវិញយើងcầnប្រើ sudo មក sudo rpm e telnet ខ្ញុំលុប telnet ធម្មតាអញ្ចឹងយើងធ្វើការ check វាមួយសារទៀត rpm អានេះយើងមាន comment វាប្រើបាន2បើយើងវាយ comment e នៅពីមុខនេះមានន័យថាវាអត់សួរយើងទៀតទេពេលដែលយើង delete គឺយើង delete យកមកអញ្ចឹងដើម្បីតេស្តឲ្យអ្នកនរគ្នាដឹងច្បាស់ថាវាពិតជាបានលុបហើយខ្ញុំធ្វើការតេស្តតើនៅអញ្ចឹងទៀតតើ net មកអញ្ចឹងតើ net របស់យើងមានមួយទេនៅសល់តែមួយអញ្ចឹងខ្ញុំចូលមកដល់ comment តាក់ទងជាមួយនឹង YAM ម្ដងសម្រាប់ YAM គឺយើង install នៅលើ online អញ្ចឹងខ្ញុំសូមធ្វើការ install ទៅលើ telnet នឹងឡើងវិញតែម្ដងអញ្ចឹងយើងប្រើ command sudo ដដែលទេហើយយើងប្រើ YAM នេះយើងធ្វើការ install អញ្ចឹងចុច install មកtelnet កន្លែងនេះយើងរងចាំវាបន្តិចយើងធ្វើការចុច yes តាមវាមកវានឹងធ្វើការ download ជាមួយនឹង package ឲ្យយើងហ្នឹងអញ្ចឹងនេះវា complete ហើយមកដល់កន្លែងនេះដូចគ្នាបើយើងចង់ remove យើងអាច remove បានអញ្ចឹងខ្ញុំធ្វើការ clear វាមួយមកហើយខ្ញុំធ្វើការចូលទៅមើលថាវាមានអីខ្លះខ្ញុំសូម test rpm ដដែល QA តាមពិតយើងប្រើ YAM ក៏បានដែរតែខ្ញុំប្រើអានេះតាមមួយប្រើ grab ហើយ telnet ចឹង telnet របស់យើងមាន2ឡើងវិញហើយចឹងខ្ញុំធ្វើការ លុបតាមរយៈsudo របស់ YAM របស់យើងចឹងខ្ញុំលុបមក sudo ហើយយើង YAM remove ខ្ញុំសេខុសអានេះ telnet មក telnet របស់យើងនេះចឹងវាសួរយើងចង់ remove វាអត់ខ្ញុំ remove វា complete ហើយខ្ញុំធ្វើការតេស្តរបស់វាឡើងវិញrpm ដដែល rpm QA grab telnet របស់យើងអញ្ចឹងវានៅសល់មួយអានេះសម្រាប់ទៅលើការតេស្ត install ហើយនិង delete telnet របស់យើងអញ្ចឹងខ្ញុំនៅមាន comment មួយទៀតតាក់ទងជាមួយនឹង DNS សម្រាប់ DNS គឺដូចគ្នាយើងប្រើ sudo ដដែល sudo នេះយើងមានមួយបើសិនយើងអត់ចង់នេះទេយើងអាច log out មកជា account root ធម្មតាមកវាជា account root យើងមិនចាំប្រើ sudo នោះទេតែដោយសារខ្ញុំប្រើជា account ផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងខ្ញុំត្រូវប្រើ sudo ហើយអញ្ចឹងយើងចូលទៅinstall តាម DNS ម្ដង DNS វាស្តៀងគ្នាដែរតែខ្ញុំ install telnet ដដែលទៅដោយសារដឹងថាត្រូវ install អីឲ្យវាមានអីប្លែកវាដូចគ្នាខ្ញុំធ្វើការចុច yes មកហ្នឹងហើយវា complete ហើយអញ្ចឹងខ្ញុំធ្វើការចុច grab ឬក៏ sudo ក៏បានអញ្ចឹងខ្ញុំធ្វើការ check មើលថាវា install បាននៅអញ្ចឹង
RPM QA grep telnet ហ្នឹងហើយឥឡូវខ្ញុំឥឡូវ share នេះខ្ញុំសូមលុបជាមួយនឹង telnet server វិញកុំឲ្យថាខ្ញុំលុបតែ telnet អញ្ចឹងខ្ញុំធ្វើការលុបtelnet server dentect remove telnet server ហ្នឹងហើយអញ្ចឹងវាសួរដោយសារយើងអត់ដាក់អក្សរe នៅមុនក្រោយអញ្ចឹងយើងធ្វើការតេស្តមក VM QA grep telnet នេះអញ្ចឹងយើងធ្វើការលុបទៅលើ telnet របស់យើងចោលមួយអញ្ចឹងសូមការ clear ហើយចំពោះវីដេអូតាក់ទងមួយនឹងការ install package របស់ខ្ញុំគឺមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន